មេរៀនទី3អវេឡូកេតេស្វារៈអវេឡូកេតេស្វារៈជាអ្នកដែលជាធំក្នុងការប្រមើលមើលឬពិនិត្យមើលសេចក្តីសុខទុក្ខនិងចរិយារបស់សត្វលោកនាមនៃពោធិសត្វដែលពួកពុទ្ធសាសនិកខាងមហាយានសន្មតដោយថាជាទេវតាវិសេសមួយអង្គជាអ្នកពិនិត្យមើលសុខទុក្ខជាដើមរបស់សត្វលោកក្នុងសាសនានៃព្រះសក្យមុនីគោតមព្រមទាំងមើលបីបាច់សត្វលោកផងដែរប្រៀបធៀបនឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍គេច្រើនធ្វើមុខ4នៅកំពូលប្រាសាទឬកំពូលចេតិយសម្គាល់ថាជាព្រះភ័ក្ត្រនៃអវេឡូកេស្វារៈដើម្បីការពារគ្រោះមហន្តរាយទាំងពួងប៉ុន្តែហៅតាមលទ្ធិព្រាហ្មណ៍ថាមុខព្រហ្មយើងអាចហៅថាអវេឡូកេស្វារៈឬក៏លោកេស្វារៈក៏បាន